ខ្ញុំឆុងកាហ្វេផឹករហថ្ងៃវីដេអូនេះខ្ញុំនឹង design កូនហាងកាហ្វេមួយដែលវាផ្សារភ្ជាប់សាច់រឿងនិងអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងពីការជ្រើសរើសទីតាំង concept design ថាតើហាងកាហ្វេហ្នឹងគឺវាស័ក្តិសមជាមួយនឹងមនុស្សប្រភេទណាហើយនៅចុងបញ្ចប់នៃវីដេអូខ្ញុំនឹងបង្ហាញ final design ហាងកាហ្វេហ្នឹងអញ្ចឹងកុំភ្លេចមកដល់ចប់ទាំងអស់គ្នាខ្ញុំចាប់តាមចូលចិត្តផឹកកាហ្វេពេលរៀននៅសាកលកាលនោះទុះកូវីដខ្លាំងរៀនអនឡាញនៅផ្ទះខ្ជិលងុយតែដេកគ្មានអារម្មណ៍រៀននិយាយទៅគឺពិបាកផ្ដោតអារម្មណ៍ខ្លាំងអាពេលហ្នឹងខ្ញុំក៏ដាក់អាយឡាតេមួយកែវស្រាប់តែវាជាប់ដល់ឥឡូវក្រោយមកខ្ញុំក៏ចេញធ្វើការទំនាក់ទំនងខ្ញុំជាមួយកាហ្វេហ្នឹងគឺវាអាប់ដេតមួយកម្រិតទៀតរៀងរាល់ព្រឹកខ្ញុំតែងតែចូលខ្ចប់កាហ្វេទៅធ្វើការប៉ុន្តែកន្លែងដែលខ្ញុំចូលខ្ចប់កាហ្វេហ្នឹងគឺវាមនុស្សច្រើនពេកពិបាកទុកម៉ូតូហើយចុះដើរទៅទិញនិងកន្លែងខ្លះទៀតមានចំណន់ត្រឹមត្រូវប៉ុន្តែយើងខ្ជិលដាក់ម៉ូតូហើយដើរចូលទៅក្នុងហាងហើយអាផលលំបាកហ្នឹងវាធ្វើឲ្យខ្ញុំកាត់ដល់ចុះបើយើងគ្រាន់តែចតម៉ូតូហើយដើរទៅមើលម៉នុយបន្ទាប់មកយើងមានកន្លែងមួយដែលអាចកំងខាងក្រៅបានឈរចាំនិងកន្លែងយកពីខាងក្រៅដើម្បីទៅមកពេលខ្លះទៀតខ្ញុំទៅហាងកាហ្វេក្រោយសម្រាប់បាយថ្ងៃរួចជាមួយអ្នកធ្វើការមួយខ្ញុំចឹងទៅនិងពេលខ្លះទៀតខ្ញុំយកការងារតោះខ្លួនរបស់ខ្ញុំទៅអង្គុយធ្វើនៅហាងកាហ្វេដោយសារតែវាអាចផ្ដោតអារម្មណ៍បានល្អជាងធ្វើនៅផ្ទះសម្រាប់ខ្ញុំគឺវាលើសពីហាងកាហ្វេទៀតហើយខ្ញុំចង់យកអា inspiration ទាំងអស់ហ្នឹងមក design ហាងកាហ្វេផ្ទាល់ខ្លួនរបស់ខ្ញុំដោយផ្ដោតទៅលើគោលកំណត់សំខាន់3គឺ1គឺការវេចខ្ចប់2គឺកន្លែងដែលយើងទៅអង្គុយលេងបន្ធូរអារម្មណ៍និងចុងក្រោយគឺកន្លែងដែលអាចឲ្យយើងអង្គុយធ្វើការឬទៅអង្គុយពិភាក្សាគ្នាបានសម្រាប់ concept design ហាងកាហ្វេហ្នឹងការរើសទីតាំងឲ្យបានត្រឹមត្រូវក៏វាសំខាន់ដែរតម្រូវការដែលខ្ញុំចង់បាននៅជាប់ផ្លូវកាយដែលមានទំហំតូចល្មមសម្រាប់ហាង5ម៉ែត្រគុណនឹង5ម៉ែត្រដែលនៅជុំវិញនឹងចិត្តកន្លែងធ្វើការសាលារៀនឬមួយក៏ mini studio តែឲ្យយើងធ្វើដំណើរដោយថ្មើរជើងដល់ហើយនេះគឺជា target customer របស់ខ្ញុំសិស្សសាលាអ្នកធ្វើការឬមួយក៏ freelancer អូខេហាងកាហ្វេហ្នឹងគឺមានទំហំ5ម៉ែត្រគុណនឹង5ម៉ែត្រចឹងលំហប្រើប្រាស់នៅក្នុងគឺវាមានកម្រិតដាក់ទៅតុ2ហើយមួយតុអង្គុយបានតែ4នាក់គឺពេញប៉ុន្តែវាមិនមែនជាឧបសគ្គក្នុងការ design ទេវាគឺជាចេតនារបស់ខ្ញុំក្នុងការប្រើប្រាស់លំហទូទៅទាំងអស់ហ្នឹងឲ្យអស់ពីសមត្ថភាពរបស់វាខ្ញុំមិនដឹងថាខ្ញុំបាន idea ហ្នឹងមកពីណាវា pop up ជិះមកនៅពេលដែលខ្ញុំកំពុង design កូនហាងកាហ្វេហ្នឹងនៅលើរថភ្លើងដែលធ្វើដំណើរយ៉ាងលឿនខ្លាំងមនុស្សដើរទៅវិញទៅមកវាបិទបើកចឡើងប៉ុន្តែមើលទៅមនុស្សមួយចំនួនគាត់នៅតែផ្ដោតអារម្មណ៍ទៅលើការងាររបស់គាត់អ្នកខ្លះសរសេរអានសៀវភៅគូររូបហើយខ្ញុំចង់នាំយក energy ដែលមាននៅលើរថភ្លើងទាំងអស់ហ្នឹងដាក់ចូលទៅក្នុងហាងកាហ្វេរបស់ខ្ញុំការ design ហាងកាហ្វេនេះរួចរាល់ហើយខ្ញុំនឹងដាក់វីដេអូ animation ហើយអ្នកទាំងអស់គ្នាចាំ comment នៅខាងក្រោមថាតើអ្នកទាំងអស់គ្នាទទួលបានអារម្មណ៍និងបទពិសោធន៍ដោយដែលខ្ញុំទទួលបានដែរអត់